សូមគោរពអញ្ជើញលោកបណ្ឌិតព្រំវីរៈប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CAMED អញ្ជើញផ្ដល់ប្រសាសន៍អបអរសាទរនិស្សិតបញ្ចប់ការសិក្សាជាតំណាងសាស្ត្រាចារ្យនិងគណៈគ្រប់គ្រងនៃវិទ្យាស្ថាន CAMED សូមគោរពអញ្ជើញ I would now like to invite Dr. Virya Prom, Chairman of CAMED Board of Trustees, to please come forward to give a speech to congratulate all our graduates today. Please. ជាបឋមខ្ញុំបាទសូមអរកាយគោរពអាយដាមងីតាជីដែលជារៀមច្បងធំជាងគេបំផុតក្នុងស្រុកខ្មែរដោយដែលលោក KC បានមានប្រសាសន៍ហើយអាយដាមលោកពូជាទីស្រឡាញ់តាមពិតលោកគ្រូមិនសូវប្រើពាក្យអាយដាមទេជាមួយគាត់ពីព្រោះគិតថាចង់ស្និទ្ធស្នាលហើយគាត់ថាលោកពូតែលោកពូថាហើយខ្ញុំពូចាស់អស់ហើយបងតែថ្ងៃនេះមិនហ៊ានហៅមិនហ៊ានហៅបងទេអញ្ចឹងសូមគោរពម្ដងទៀតលោកពូដែលបានចំណាយពេលជាមួយយើងខ្ញុំរៀងរាល់ឆ្នាំលោកពូមិនដែលភ្លេចអ្នករាល់គ្នាមិនដែលភ្លេចសាលាទេពីព្រោះនេះជាអ្វីដែលលោកពូតែងតែភ្ញាក់ឡើងពេលព្រឹកគិតហើយនឹងពេលយប់មុនចូលសម្រានលោកពូគិតហើយអ្វីក៏គិតទាំងព្រឹកគិតទាំងយប់ពីព្រោះអ្នកសិក្សាបើឈប់គិតគឺចប់ដូចជាលោកគ្រូអីអ្នករាល់គ្នាឃើញលោកគ្រូក្មេងសង្ហាអញ្ចឹងតាមពិតលោកគ្រូចាស់ហើយគ្រូអាយុ45 46តែរាល់ថ្ងៃលោកគ្រូរៀនរាល់ថ្ងៃខាងបណ្ណាល័យមិនដែលភ្លេចលោកគ្រូសោះរៀងរាល់2សប្តាហ៍មិនទាន់ផង3សប្តាហ៍ចុះសភៅថ្មីមួយទៀតមកដល់បាត់គឺគាត់ដាក់ pressure ឲ្យលោកគ្រូរាល់ថ្ងៃថាលោកគ្រូតើលោកគ្រូអត់អានលោកគ្រូអត់មានអីបរៀនទេដល់អញ្ចឹងត្រូវអានទាំងអស់ហើយសួរថាហេតុអីបានជាសាស្ត្រាចារ្យទាំងអស់ទាំងលោកគ្រូទាំងសាស្ត្រាចារ្យទាំងអស់ដែលនៅលើឆាកថ្ងៃនេះបន្តរៀនអូយរៀននោះមិនដឹងរៀនយកធ្វើអីពេលខ្លះយើងសួរខ្លួនឯងរៀនយកធ្វើអីច្រើនពេកទៅវាមិនភ្លេចពួកខ្មែរថាចេះច្រើនល្ងងច្រើនប៉ុន្តែអ្នកណាដែលសួរបែបនេះលោកគ្រូតែងតែឆ្លើយទៅវិញថាកុំភ្លេចរបស់យើងរៀនថ្ងៃហ្នឹងអាទិត្យក្រោយមិនដឹងនៅត្រូវអត់អាទិត្យក្រោយមិនដឹងនៅត្រូវអត់ជួនកាលយើងខំរៀនរៀនទ្រឹស្ដីផងអនុវត្តផងអីសពបែបយ៉ាងស្រាប់តែគេថាឈប់ឲ្យនាំចូលរបស់ពីស្រុកណែឯងមកដាក់ទៅរិះប៉ុណ្ណេះប៉ុណ្ណោះវើពេញហ្នឹងអ្នករាល់គ្នាដឹងរឿងអស់ហើយដូច្នេះសួរថាការដែលខំអានរៀនច្រើននេះពីព្រោះឲ្យយើងបែកគំនិតមិនអាចមានសញ្ញាបត្រពីសាលា CAMED មួយទៅប្រាប់ថាចប់ហើយខ្ញុំឈប់រៀនណារៀនតែប៉ុណ្្នឹងចប់ហើយមួយជីវិតខ្ញុំចូលធ្វើការដល់តែឡើងធំរហូតគឺឡើងហើយពីព្រោះយើងខំរៀនខ្លាំងណាស់សិស្សយើងបកែសាលាយើងល្អក៏ប៉ុន្តែអ្នកដែលបានកុំកើនឡើងរហូតគឺអ្នកដែលរៀនរហូតអញ្ចឹងទេលោកគ្រូចង់ប្រាប់ថា4ឆ្នាំជាមួយសាលាខ្លីណាស់ពីខាងគ្រូអ្នករាល់គ្នាថាអូយយូរចង់ងប់លោកគ្រូទ្រាំប៉ុន្តែខាងគ្រូគឺខ្លីណាស់ពីព្រោះនឹកគិតថាកូនក្មួយចប់ទៅ4ឆ្នាំទៅចូលក្នុងសង្គមមែនតើនោះយ៉ាងម៉េចទេគាត់សប្បាយចិត្តឬអត់គេធ្វើបាបឬអត់រៀនធ្វើការលួចទៅអង្គុយយំក្នុងបន្ទប់ទៅឬអត់ពីព្រោះបទពិសោធន៍អស់នេះមានអស់ហើយតើហេតុអ្វីបានជាពេលខ្លះយើងតែមានអារម្មណ៍ថារៀនមិនចេះចប់អញ្ចឹងបានជាលោកគ្រូដាក់សំណួរឲ្យអ្នករាល់គ្នាអាននៅក្នុងសៀវភៅនេះអ្នករាល់គ្នាដែលបានអានឃើញហើយសួរថាដើម្បីឲ្យយើងចាប់បានគ្រប់រឿងស្ទើរតែគ្រប់រឿងកើតចេញពីជ្រុងណាក៏ដោយយើងអត់ខ្វល់ច្រើនពីព្រោះយើងតែងតែមាន framework មួយដែលយើងអាចធ្វើការក្នុងខួរក្បាលយើងរាល់ថ្ងៃសំណួរពេលខ្លះយើងសួរថារឿងអីហ្នឹងដែលទើបបង្កើតឡើង What just happened ចឹងនៅក្នុងខួរក្បាលតែងតែគិតរហូតរឿងអីក៏ដោយដែលកើតឡើងវាអត់ដែលអត់ហេតុចឹងត្រូវតែគិតថាមិនបានរឿងនឹងកើតឡើងនេះសំណួរទី1សួរចោលដើម្បីឲ្យយើងចេះគិតសំណួរមួយទៀតសួរថាចុះឥឡូវបើសិនជារឿងអញ្ចឹងខ្ញុំសម្រេចអានឹងថ្ងៃហ្នឹងត្រូវអត់ហ្នឹងស្អែកត្រូវអត់ហ្នឹងដែលគ្រូនិយាយមិនស្អែកត្រូវអត់បើអញ្ចឹងត្រូវគិត2ជំហានទៀតទុកឲ្យហើយថាបើខ្ញុំសម្រេចបែបនេះអ្នកដែលគេបន្ទាប់មកគេឃើញអញ្ចឹងគេឈរលើមូលដ្ឋានដែលយើងបានចេះគេធ្វើមកកម្រិតទៀតលើយើងសួរថាតើយើង compete ជាមួយគេបានមិនកើត
ពីព្រោះអ្វីដែលយើងធ្វើហើយអត់អាចទៅជាអាចកំបាំងបានទេអ្វីដែលធ្វើហើយគឺคล้ายទៅជាចំណេះដឹង share ទាំងអស់លើសកលលោក YouTube ផងអីផងចុះអត់មានលក្ខខណ្ឌអញ្ចឹងសួរថាហើយចុះធ្វើម៉េចគេអ្នកមកក្រោយគេយករបស់ខ្ញុំចេះស្រាប់គេបង្កើតអីថ្មីទៅខ្ញុំអត់ដៃអាលីងអញ្ចឹងហើយបានជាថាធ្វើអីក៏ដោយត្រូវគិតពីជំហានទៅក៏ហើយពីជំហានទៅក៏ហើយពីព្រោះមុខតែមានអ្នកគេមកក្រោយយើងគេយកអ្វីដែលយើងចេះគេធ្វើឲ្យលើយើងពីជំហានរួចទៅហើយអញ្ចឹងតម្រាំតែគេតាមយើងទាន់វាល្មមហើយវាល្មមហើយសំណួរទី3តាមពិតសំណួរច្រើនតែ3សំណួរចុះបន្ទាប់ពីសួរថាហេតុអីបើរឿងនឹងកើតឡើងតើខ្ញុំបានគិតពីជំហានហើយនៅសំណួរមួយទៀតដែលអ្នករាល់គ្នាគួរសួរខ្លួនឯងគឺត្រូវសួរថាតើពេលខ្ញុំសម្រេចចិត្តបានសួរអ្នកចេះជាងអត់បានសួរអ្នកដែលគេចេះជាងខ្ញុំអត់ពីព្រោះអ្វីដែលយើងសម្រេចយើងគិតថាខ្ញុំធ្វើប៉ុណ្្នឹងត្រូវខ្ញុំធ្វើប៉ុណ្្នឹងត្រូវណាសញ្ញាបានប៉ុណ្នេះបណ្ឌិតជាង20ឆ្នាំហើយមានចាំបាច់សួរណាទេបើសិនពេលណាលោកគ្រូមានអារម្មណ៍បែបនេះគឺចប់0បាទ0មកពីព្រោះកុំភ្លេចណាយើងមានដៃតែ2ជើង2ផ្នែកមួយគូជាជាមួយគូហើយដៃបានជាផ្នែកត្រូវមាន2មិនក៏ព្រះឬក៏បើយើងមិនជឿព្រះទេយើងថាកើតវិវត្តអីចឹងជឿអីក៏ជឿចុះហើយទៅចាំបាច់មាន2មិនក៏ចាំមកចាំបាច់មានហ៊ុន2មិនក៏ផ្នែកចាំបាច់មាន2មិនក៏ទៅជាចាំបាច់មាន2ពីព្រោះមួយវាមិនគ្រប់នឹងហើយមួយវាមិនគ្រប់នឹងហើយបានជាត្រូវមាន2អញ្ចឹងយ៉ាងណាមិញយើងមិនបាច់គិតឆ្ងាយទេណាមើលតែក្នុងខ្លួនយើងដៃទៅត្រូវ2ជើងក៏ត្រូវ2ផ្នែកក៏ត្រូវ2ជើងក៏2ចំមុខក៏ត្រូវ2ក៏ប៉ុន្តែចៃដន្យមិនដាតមានបានដាតមានបានមកនិយាយលឺមិនដាតមានបានឥឡូវយើងឆ្ងល់អត់ថាអាផ្សេងទាំងអស់មាន2ចៃដន្យដាតហើយនិយាយឲ្យមានតែមួយពីព្រោះបើសិនជាយើងអត់ធ្វើការជាធ្លុងមួយទេក្នុងក្រុមការងារក៏ដោយក្នុងក្រុមគ្រួសារក៏ដោយវាបែកបាក់ហើយអញ្ចឹងហើយបានគេនិយាយថាពេលដែលនិយាយអីមើលឲ្យអស់ស្ដាប់អ្នកជំនាញឲ្យអស់ហត់ក្លិនឲ្យអស់គេទៅទិសណាតែពេលនិយាយភាសាតែមួយទេព្រោះតែយើងដាត2ទី1ធម្មតាការពិតវាអាច2កើតទេការពិតវាត្រូវតែមួយតែយើងដាត2លេះលោះគេលែងជឿថាបែបនេះម្ដងនិយាយឆ្វេងម្ដងនិយាយស្ដាប់ហ្នឹងហើយដែលគេឲ្យមានដាតតែមួយទេនិយាយតែមួយនិយាយឲ្យត្រូវនិយាយជាធ្លុងអាហ្នឹងបានយើងធ្វើដំណើរទៅមុខបានដូច្នេះទេអ្វីដែលគ្រូចង់ផ្ដាំផ្ញើអ្នករាល់គ្នាគឺមានប៉ុណ្ណឹងទោះបីជាចេះដល់ប៉ុណ្ណាឡើងដល់កំពូលស្នាក់ណាកុំភ្លេចស្រឡាញ់3យ៉ាងទី1ត្រូវស្រឡាញ់ឪពុកម្ដាយទាំងអស់ដែលនៅទីនេះសូមក្រោកឈរឡើងឥឡូវឪពុកម្ដាយដែលនៅទីនេះខ្ញុំអនុញ្ញាតសូមក្រោកឈរឡើងពីព្រោះខ្ញុំចង់ថ្លែងអំណរគុណខ្ញុំចង់ថ្លែងអំណរគុណដល់លោកពូអ្នកមីងបងប្រហែលជាអត់មានអ្នកណាក្មេងជាងខ្ញុំទេមានអ្នកណាក្មេងជាងខ្ញុំអត់ខ្ញុំ44មានពេលណាក្មេងជាងខ្ញុំអត់សូមលើកដៃមានដែរអូយប្រកែមែនប្រកែរកប្តីប្រពន្ធលឿនជាងខ្ញុំមានអាយុស្បែកជាងខ្ញុំមានកូន graduate ប្រកែមែនប៉ុន្តែខ្ញុំសូមអនុញ្ញាតសូមចិត្តបងពូមីងឬម្នាក់ក្មេងជាងខ្ញុំប្អូនសូមសន្យាមួយខ្ញុំណាពីថ្ងៃនេះទៅឈប់ឲ្យលុយកូនចាយណាពីព្រោះបានសញ្ញាបានអស់ហើយទៅធ្វើការបាយឲ្យលុយចាយទៀតទេឲ្យរស់ខ្លួនឯងទៅបាទសូមអរគុណសូមសម្រាប់ចាបត់អង្គុយចូលវិញចឹងស្រឡាញ់ទី1ត្រូវស្រឡាញ់អ្នកមានគុណឪពុកម្ដាយដែលមកជាមួយកូនក្មួយទាំងអស់ថ្ងៃនេះស្រឡាញ់ទី2កុំភ្លេចពេលមាន24ម៉ោងក្នុងមួយថ្ងៃតែនៅតែធ្វើការ10ម៉ោងបាត់ហើយគិតទាំងពេលជិះឡានជិះម៉ូតូទៀតអ្នកខ្លះលើសជាង10ម៉ោងនៅកន្លែងណានៅ office អញ្ចឹងបានន័យថាក្រៅពីស្រឡាញ់ឪពុកម្ដាយស្រឡាញ់ទី2គឺមិត្តរួមការងារពីព្រោះចង់មិនចង់គឺអ្នកអស់នឹងហើយដែលយើងចំណាយពេលជាមួយគាត់រហូតតាំងពីព្រឹកដល់យប់គឺជាមួយអ្នកការងារនឹងហើយដូច្នេះត្រូវស្រឡាញ់អ្នកជិតខាងអ្នកការងារហើយទី3កុំភ្លេចណាអ្នកណាបើកប្រាក់ខែឲ្យយើងមិនមែនមេយើងទេណាមិនមែនមេយើងទេ customers អ្នកដែលមកយកទទួលសេវាពីយើង client របស់យើង client របស់យើង
chẳng sẵn lạnh tí bấy cứ sẵn lạnh nẹ ở nâng nẹ đai mò tua xì vài bây giờ chẳng tua bấy chả biết là dương vừa ca như thảo ôn đi cầm hôn nẹ miên nè bằng thay xì vài dương khu hả chẳng dương group áo lùm tôn cọt khăn từ phải nhiều ní bằng mò mê bà chết vừa mà trong đây trong trường áo từ nẹ nam miên cầm đất bài ní ọt ai từ nào rồi thì phải nhiều rồi bà dương tua bấy chỉ bà bị tì na lùm đa phân na cứ phiêu dương thật kê mà rồi dương đòi cái đây sao trở đất đòi cái đây cả rút bổng phất từ kê mà rồi dương đôi chân nó dương ở đây thời xưa tích lô từ lúa xưa nè khao phai năn nè phiêu mình nó bằng dương mà cú bắt đám nè nơi phai năn nè từ tua nè nam mà xưa ra phiêu nó bằng lôi mà kẹm mê hai đền chào vì pro dương ở trời ca mình đi nhẹ chân thế đây là cú vậy hơi thập này pi thì chia pi chỉ một pi men tan đã tại muối đi chân rô pe để dương thưa ca dương đầm nam ở krom hôn bỏ chứ chân krom hôn thầm đa thế miền Pijio lùm đạp A lùm đạp B lùm đạp C có vấn đề krom hôn nó bán đôi xa nè tao on nâng mau mình men ta Pijio lùm đạp A ảnh nè chân hai bàn chia tới krom sờ lánh Pijio bỏ chứ chân mà dương chia sờ lánh bông đài sờ lánh mà rùm ca nghe nâng sờ lánh Pijio bỏ dương hot pay thế tay nào có rồi đài hai complex đời cũ prap chẳng ba là cũ chaอายุប៉ុណ្ណឹងครูនៅអានសភៅមួយក្បាលរៀងរាល់3សប្តាហ៍អ្នករាល់គ្នាអាចអានបានដូចគ្នាចឹង complex ចេញពីនេះទៅក៏ដោយរៀនពីការងារពីសភៅពី YouTube ពីអីគ្រប់បែបយ៉ាងក៏ដោយរៀនទាំងអស់តែ complex ឲ្យសោះថាសុភមង្គលការងារសុភមង្គលផ្ទាល់ខ្លួនđể cao lang bán toa tại dương có rúp sờ lạnh ở bụng một đài cô na đây có rúp sờ lạnh bụng một đài nhẹ miền cún cô nút bàn chầm rong chầm rờ chạm tập bản sớm ở cún